ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមានពាក្យចំនួន9ពាក្យដើម្បីបង្ហាញជូនពុកម៉ែបងប្អូនទាំងអស់គ្នាដែលពាក្យទាំងអស់នេះគឺសុទ្ធតែពាក្យដែលងាយច្រឡំហើយបើសិនជាកូនៗដែលអត់ទាន់ចេះមូលដ្ឋានគ្រឹះគឺគាត់នឹងអត់អាចប្រកបអានបានទេទី1គឺពាក្យ test ចាពាក្យ test មានន័យថាប្រឡងឬក៏ធ្វើតេស្តចាអញ្ចឹង test យើង spell គឺ T E S T ដោយអក្សរ E នៅកន្លែងនេះគឺសំឡេង S ចឹង S test ចាពាក្យមួយទៀតដែលច្រឡំគ្នាជាមួយនឹងពាក្យ test គឺពាក្យ taste ចឹង taste គឺយើង spell T A S T E ចា taste មានន័យថាភ្លក់ចាភ្លក់ម្ហូបអញ្ចឹងពាក្យនេះគឺភាគច្រើនកូនសិស្សអាន taste ហ្នឹងគាត់អាន test ដែរដោយសារតែគាត់អត់ទាន់អាចយល់ថាមួយណាជាសំឡេង S មួយណាជាសំឡេង A ប៉ុន្តែនៅពេលយើងរៀនមូលដ្ឋានគ្រឹះគឺយើងអាចបែងចែកបានហើយចាពាក្យមួយទៀតគឺពាក្យថា chicken ហើយនិងពាក្យ kitchen ចា chicken គឺយើង spell C H I C K E N ចា chicken បកប្រែថាមាន់ពេល kitchen ចា kitchen បកប្រែថាផ្ទះបាយអញ្ចឹងកូនសិស្សភាគច្រើន kitchen ហ្នឹងក៏គាត់អាន chicken ហើយ chicken ហ្នឹងក៏គាត់អាន chicken ដែរដោយសារតែគាត់អត់ទាន់យល់ថាតើសំឡេងមួយណាគឺសំឡេងឆមួយណាគឺសំឡេងខអញ្ចឹងបងប្អូនអាចមើលចំណាំអក្សរ ch គឺសំឡេងឆនៅក្នុងពាក្យនេះអញ្ចឹងឆ I sound a k ik chick អញ្ចឹង en គឺសំឡេង n chicken ចាដល់ពេល kitchen គឺចាប់ផ្ដើមដោយអក្សរ k គឺមានសំឡេងខ kid kid kitchen ចាចឹងពាក្យមួយទៀតគឺពាក្យ quit ចា quit បកប្រែថាបោះបង់ដែលច្រឡំជាមួយនឹងពាក្យ quit គឺពាក្យ quite ចឹងបងប្អូនមើលភាពខុសគ្នា quit គឺអត់មានអក្សរ e ទេប៉ុន្តែពាក្យ quite គឺបងប្អូនឃើញអក្សរ e នៅខាងចុងឯងអញ្ចឹងបើសិនជាយើងរៀនពីមូលដ្ឋានគ្រឹះគឺយើងមាន short ហើយនិង long sound អក្សរ i short i sound គឺសំឡេង it ចឹងយើងអានថា quit ហ្នឹងគឺអត់មានអក្សរ e នៅខាងចុងទេបើសិនជាមាន i ហើយវាមានអក្សរមួយទៀតហើយមានអក្សរ e នៅខាងចុងគឺមានន័យថា i នឹងអត់សំឡេង e ទៀតទេគឺសំឡេង i អញ្ចឹងមានន័យថា quite ចាអញ្ចឹងពាក្យពីរនឹងច្រឡំគ្នាហើយពាក្យមួយទៀតច្រឡំគ្នាដែរគឺពាក្យ quiet បកប្រែថាស្ងៀមស្ងាត់ចាអញ្ចឹង quiet គឺ spell បែបនេះ Q U I E T ចា quiet អញ្ចឹងបងប្អូនមើល E T នៅខាងចុងគឺសំឡេង at អញ្ចឹងទៅតែយើងអត់អាន quiet តែយើងអាន quiet អញ្ចឹងទៅអញ្ចឹងការរៀនគឺយើងត្រូវមានមូលដ្ឋានគ្រឹះហើយបូកជាមួយនឹងការចំណាំផងដែរពាក្យមួយទៀតគឺពាក្យ let ហើយនិងពាក្យ late ចា let បកប្រែថាអនុញ្ញាតឧទាហរណ៍ដូចជា I let you do it ខ្ញុំអនុញ្ញាតឲ្យអ្នកធ្វើវាពាក្យមួយទៀតគឺពាក្យ late បកប្រែថាយឺត I'm sorry for coming late មានន័យថាសូមទោសដែលខ្ញុំមកយឺតអញ្ចឹង late គឺភាគច្រើនកូនសិស្សអាន let ចាគាត់អត់អានថា sorry I'm late ទេគាត់ថា sorry I'm late អញ្ចឹងគឺគាត់អត់ទាន់ដឹងថាតើមួយណាសំឡេង A មួយណាសំឡេង S ចាពុកម៉ែបងប្អូននេះគឺជាការបង្ហាញខ្លះៗអំពីមូលដ្ឋានគ្រឹះនៅក្នុងភាសាអង់គ្លេសបើសិនជាលោកអ្នកចូលរៀនជាមួយនឹងសាលារៀន Wisdom គឺយើងមានបង្រៀនលម្អិតចាដោយសៀវភៅហ្នឹងគឺមានចំនួន5ភាគដោយភាគទី1ហ្នឹងគឺយើងរៀនតាម slide ហើយភាគទី2ទី3ទី4គឺយើងរៀនតាមសៀវភៅអញ្ចឹងពុកម៉ែបងប្អូនអាចចុះឈ្មោះឲ្យកូនចូលរៀនភាសាអង់គ្លេសតាមផ្ទះឬក៏តាមប្រព័ន្ធអនឡាញជាមួយនឹងសាលារៀន Wisdom បានសម្រាប់ព័ត៌មានលម្អិតសូមឆាតចូលក្នុង Telegram នៅខាងលើ caption នេះឬមួយក៏ឆាតចូលទៅក្នុង page សូមអរគុណជួបគ្នាក្នុងវីដេអូក្រោយៗទៀតហើយសូមបងប្អូនជួយ like និង share វីដេអូរបស់នាងខ្ញុំផង